បាទបងប្អូនថ្ងៃនេះខ្ញុំចង់និយាយអំពីបងប្អូនយើងចូលចិត្តដាក់បោះសម្រាមចោលតាមផ្លូវតិចបាទខ្ញុំដាក់វងក្រហមនេះឃើញទេវងក្រហមនេះគាត់ជិះម៉ូតូមកអីវ៉ាន់នៅកថងកាហ្វេនឹងដៃគាត់មកដល់គាត់បោះចោលព្រុសអីចឹងទៅបាទនៅចំពីមុខឡានខ្ញុំហ្នឹងហើយសួរថាខ្ញុំមានអារម្មណ៍យ៉ាងម៉េចដែរដែលខ្ញុំនិងក្រុមការងារនៅឃុំសង្កាត់ណានាំគ្នាដើររើសសម្រាមតាមដងផ្លូវជារៀងរាល់ពេលវេលាសឹងថាមួយអាទិត្យ2 ដង 3 ដងអីចឹងទៅហើយបងប្អូនយើងដែលជិះម៉ូតូគាត់អត់បានចូលរួមសម្អាតទេគាត់យកតែអ្វីដែលគាត់ហូបហើយគាត់មិនចាំដល់ទីតាំងសម្រាមមានធុងសម្រាមបោះចោលទេគាត់គឺគាត់បោះចោលតាមផ្លូវហ្មងហើយបើគាត់ទៅណាមកណាវិញគាត់ចេះតែចង់បានទីតាំងស្អាតកន្លែងស្អាតគ្មានសម្រាមប៉ុន្តែធ្វើម៉េចបើគាត់មកគាត់បោះចោលអញ្ចឹងគាត់ជិះម៉ូតូបដាគាត់បោះចោលអញ្ចឹងបាទហើយបងប្អូនយល់យ៉ាងណាដែរតើទង្វើបែបនេះល្អទេឬក៏យ៉ាងម៉េចបងប្អូនចង់ឲ្យភូមិឃុំយើងមានស្ថានភាពស្អាតទេនៅតាមដងផ្លូវចង់កុំឲ្យមានសម្រាមទេតើបងប្អូនចង់ឲ្យអត់ឥឡូវបងប្អូនយើងគិតមើលតើអាចទៅរួចទេជាពិសេសខ្ញុំឃើញតែញយទេបងប្អូនយើងទាំងអ្នកជិះម៉ូតូទាំងអ្នកជិះឡានគាត់បើកប្អួចឡានមកបោះចោលសម្រាមជិះម៉ូតូមកផឹកកាហ្វេរួចបោះចោលខ្វាច់អញ្ចឹងតើផ្លូវថ្នល់ហ្នឹងវាជាធុងសម្រាមឬជាផ្លូវសម្រាប់យើងជិះយើងគ្រាន់តែទុកសម្រាមហ្នឹងអាថងហ្នឹងតាមដល់ទីតាំងចាំយើងបោះចោលទៅបានអត់ធ្វើម៉េចថ្នល់ស្អាតបើបងប្អូនអត់បានចូលរួមថែទាំឲ្យស្អាតផងហ្នឹង